តើលោកប្តីខ្ញុំសង្ហាទេអត់ផងប្តីខ្ញុំអត់សង្ហាទេប៉ុន្តែឡើយប្តីខ្ញុំស្រឡាញ់ខ្ញុំណាស់ខ្ញុំយល់ថាខ្ញុំមានក្តីសុខជាងគេព្រោះបានប្តីខ្ញុំធ្វើប្តីបើអត់ពិន្ទុខ្ញុំឲ្យ100ពិន្ទុអីគាត់ចម្លែកម្ល៉េះហើយបានប្តីមួយដើរសួរគេសួរឯងចាអត់ទៅលោកមើលដល់គ្រួសាររបស់ខ្ញុំមានសុភមង្គលទេបាទមើលទៅឃើញស្រឡាញ់គ្នាមើលទៅឃើញថាមានសុភមង្គលថ្ងៃណាក៏បងពងប្រាថ្នាមានសុភមង្គលជាមួយអូននិងអនាគតរួមគ្នាគឺអនាគតមួយដែលមិនលាគ្នាហើយបងចង់បាននៅអនាគតមួយដែលអូនចាត់ទុកបងជាផ្ទះរបស់អូនពេលនោះយើងមានកូនជាមួយគ្នាយើងមានឡានមួយផ្ទះមួយហើយពេលនេះបងសប្បាយចិត្តណាស់អ៊ីវ៉ាដែលយើងចង់បានកូនប្រុសច្បងពួកយើងបានកំណត់ភេទកូនបានហើយបងពិតជារីករាយណាស់បានកូនប្រុសច្បងក្នុងតកូលគឺជាក្តីសម័យរបស់បងកូនបន្ទាប់គឺកូនស្រីណាប្រពន្ធសម្លាញ់ល្អណាស់អាណាសួរហ្នឹងអីមកដើរប្រាប់គេទាំងអស់ហ្នឹងមានណាគេចង់ដឹងទេអត់ទៅលោកអញ្ចឹងខ្ញុំទៅសួរគេផ្សេងទៀតហើយមិនបាននៅកំដរលោកយូរទេខ្ញុំមិនមែនបានឲ្យនៅកំដរខ្ញុំទេទៅណាទៅអូនទៅទៀតមិនដែលស្គាល់គ្នាផងមកសួរអញ្ចឹងសួរស្ដីបងអូនស្រីចាបងសុំសួរមួយបានអត់តើប្រពន្ធរបស់បងស្អាតទេអត់ស្អាតផង ខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំមិនមែនស្រឡាញ់សម្រស់ខាងក្រៅរបស់នាងទេគឺស្រឡាញ់ចិត្តគំនិតដែលស្មោះត្រង់ជាមួយខ្ញុំខាងក្នុងសម្រាប់ប្រពន្ធខ្លួនឯងសោះដាក់សួរគេអូនក៏ជាមនុស្សស្រីម្ដាយរបស់អូនក៏ជាមនុស្សស្រីយាយរបស់អូនក៏ជាមនុស្សស្រីហើយអ្វីចាំបាច់និយាយបំបាក់ទឹកចិត្តមនុស្សស្រីដូចគ្នានៅពេលដែលគេនិយាយថាអូនឯងមិនស្អាតតើអូនឯងមានចិត្តយ៉ាងម៉េចប្រពន្ធបងគ្នាបាក់ទឹកចិត្តខ្លាំងណាស់កុំមោទនភាពនឹងសម្រាប់ខ្លួនឯងពេកអាំងនៅក្មេងស្បែកនៅខ្ចីតែ30ឆ្នាំទៀតសក់ប្រែជាស្កូវធ្មេញប្រែជាបាក់ចាំមើលបានអីអ៊ូតប្រុសទាំងអស់នោះទៀតទៅដើរមកសួរគេខ្លួនឯងដល់ពេលគេនិយាយកាប់មកឡក់លុយគេវិញពាក្យណាដែលនិយាយឲ្យគេបាក់ទឹកចិត្តកុំនិយាយសុំហើយពីអ្នកប្តីប្រពន្ធមកដល់នឹងទៀតអូនចាហើយពីអ្នកប្តីប្រពន្ធមិនមានសួរណៃអត់សួរថាម៉េចសួររឿងសម្រាប់ប្រពន្ធគាត់ហ្នឹងដល់ពេលខ្ញុំនិយាយតាមត្រង់ប្តីហ្នឹងឡក់លុយខ្ញុំឯណាម៉ៃមើលប៉ុន្តែនិយាយថាសម្រាប់ប្រពន្ធគាត់មិនថាប្រពន្ធគាត់ស្អាតខ្ញុំនិយាយការពិតសងហើយទៅឡក់លុយឯងវិញហ្នឹងហើយឡក់លុយសក់លើកយាយលើកប៉ាលើកម៉ាក់មកមិញក៏សួរបងដែរនៅមុខមិញតែក៏សួរម៉ែគេសួរថាប្តីគាត់សង្ហាអត់ដល់ពេលបងថាអត់សង្ហាគាត់ថាប្តីគាត់អត់សង្ហាទេតែប្តីគាត់លុយឆ្កុយទៅឯងមើលប៉ុន្តែបងឃើញប្តីប្រពន្ធគាត់ឆ្លាញ់គ្នាមានក្តីសុខមួយគ្នាណាឥឡូវចេះយើងទៅតកាឲ្យថ្មីថ្មោងបងចង់យកកូនដំបងធ្វើម៉េចឲ្យបានកូនប្រុសដើម្បីស្នងតំណែងបងអញ្ចឹងបងចង់ដឹងថាគាត់ធ្វើម៉េចបានគាត់អាចកំណត់កូនរបស់គាត់បានមិញគាត់និយាយថាគាត់អាចកំណត់កូនច្បងរបស់គាត់បានកូនប្រុសអូយឥឡូវមិនម៉ែយើងទៅសួរបាត់ពិសោធន៍គាត់អីតោះមកអូនទិញចែលជូនប៊ីនេះទុកឲ្យប្អូនស្រីរបស់អូនព្រោះគាត់ក៏ចង់កំណត់ភេទកូនដូចយើងដែរណាអត់ទោះបងលើកនេះខ្ញុំមកអត់ទោសបងវិញនេះខ្ញុំឃើញបងឯងស្រឡាញ់គ្នាអញ្ចឹងហើយឃើញបងឯងនិយាយថាអាចកំណត់កូនបានកំណត់ភេទកូនបានអីចឹងណាអញ្ចឹងខ្ញុំចង់សួរដែរព្រោះខ្ញុំនេះទៅរៀបការមួយប្រពន្ធហើយតែខ្ញុំចង់បានធ្វើម៉េចកូនដំបងចង់បានកូនប្រុសយកហ្មងប្រាប់គេទៅអូនបាទហើយប្រើអីគេវិញឬមួយក៏តាមធម្មជាតិអត់ទេគឺខ្ញុំប្រើចែលជូនប៊ីកំណត់ភេទកូនទៅតាមវិទ្យាសាស្ត្រជប៉ុនអូអញ្ចឹងបងឯងប្រើពីរហ្នឹងមែនចាអូហើយអាហ្នឹងយើងប្រើទៅប៉ះពាល់សុខភាពអត់គឺមិនប៉ះពាល់សុខភាពទេអាចប្រើខ្លួនឯងបានណាអូសម្រាប់ពណ៌ខៀវនេះគឺកំណត់ភេទប្រុសអូសម្រាប់ពណ៌ផ្កាឈូកនេះគឺកំណត់ភេទស្រីអូហើយចែលជូនប៊ីហ្នឹងមានទទួលស្គាល់ពីក្រសួងសុខាភិបាលនៃកម្ពុជាហើយនៅទទួលស្គាល់រួចរាល់ហើយមិនចាំបាច់ភ័យទេអូហើយអាចប្រាប់ពីរបៀបប្រើប្រាស់ខ្ញុំបានអត់បានគឺងាយស្រួលណាយើងគ្រាន់តែហាច់វាចេញមកអូចាគឺបែបនេះហើយបន្ទាប់មកមុននឹងប្រើប្រាស់យើងត្រូវដកឆ្នុកនេះចេញផងហើយយើងគ្រាន់តែដកឆ្នុកនេះចេញមកវ៉ាវជាការស្រេចយើងប្រើមុនពេលរួមភេទ5ទៅ10នាទីអូស្រួលតាអញ្ចឹងចុះបើខ្ញុំចង់ដឹងព័ត៌មានកាន់តែច្បាស់តែខ្ញុំគួរធ្វើម៉េចទៅចុះទៅមើលក្នុងវីដេអូនេះមកតាមម៉ាក់ណាខ្លះដែលកំពុងតែចង់រើសភេទកូនងាយដែលគ្រាន់តែចូលមកស្ដាប់នៅវីដេអូមួយនេះជូនប៊ី
ចាសសូមជម្រាបសួរនាងខ្ញុំវិជ្ជបណ្ឌិតស៊ិនផាលីថ្ងៃនេះនាងខ្ញុំសូមលើកយកនៅផលិតផលដែលមានដើមកំណើតមកពីប្រទេសជប៉ុនហើយចុះបញ្ជីការដោយក្រសួងសុខាភិបាលរួចមកហើយសូមណែនាំដល់គូស្វាមីភរិយាមានបំណងចង់បានភេទកូនតាមរបៀបធម្មជាតិប្រអប់ពណ៌បៃតងគឺសម្រាប់អ្នកដែលចង់បានកូនប្រុសចំណែកឯប្រអប់ពណ៌ផ្កាឈូកគឺសម្រាប់អ្នកដែលចង់បានកូនស្រីដោយគ្រាន់តែប្រើប្រាស់វានៅថ្ងៃដែលយើងធ្លាក់ពងញីនៅក្នុងប្រអប់នីមួយៗគឺមានចំនួន10ដើមដូច្នេះនៅពេលដែលអ្នកចង់ជ្រើសរើសភេទកូនងាយស្រួលបំផុតគ្រាន់តែប្រើប្រាស់ជូនប៊ីជេលីមួយណាក៏បានរបៀបប្រើប្រាស់គឺងាយៗដោយគ្រាន់តែកាត់យកជូនប៊ីជេលីនេះចេញមកបន្ទាប់មកដកឆ្នុកចេញបន្ទាប់មកទៀតគឺយើងបាញ់បញ្ចូលទៅក្នុងទ្វាររបស់ស្ត្រីពី5ទៅ10នាទីមុនពេលភេទផលិតផលនេះសុវត្ថិភាពហើយក៏មានការទទួលស្គាល់និងពេញចិត្តដោយអតិថិជនក្នុងការប្រើប្រាស់នៅផលិតផលនេះផងដែរមានចម្ងល់សូមតាក់ទងតាមរយៈលេខទូរស័ព្ទនៅខាងក្រោមនេះសូមអរគុណ ជូនប៊ី